ខ្ញុំបានប្រើម៉ៅ Logitech G Pro Superlight អានេះ version 1ខ្ញុំបានប្រើវាបានមួយឆ្នាំហើយវាល្អខ្លាំងមែនតើមិនថាយកទៅធ្វើការឬមួយក៏យកទៅលេងហ្គេមទេតែបើយកទៅលេងហ្គេមបាត់អែមហ្មងដោយសារតែម៉ៅនេះគឺវាស្រាលខ្លាំងមែនតើខ្ញុំបានតេស្តទៅលើកន្លះ mouse pad ជាមួយនឹងmouse pad ធម្មតាគឺល្អទាំងពីរបើកន្លះ mouse pad បើសិនជាគ្នាចូលចិត្តកន្លះ mouse pad ដាក់ទៅគឺត្រូវម៉ាច់ហ្មងតែបើខ្ញុំចូលចិត្តលេងលើ mouse pad ធម្មតាដោយសារតែដាក់ mouse pad ដែរវាត្រូវការអាសា clean តិចបើសិនជាគ្នាយើងយកទៅប្រើជាមួយនឹងកន្លះ mouse pad គឺត្រូវខ្លាំងមែនតើម៉ៅនេះដោយសារតែវាហិតតល្អខ្លាំងហើយណាមួយខ្ញុំអត់សូវចូលចិត្តប្រើកន្លះ mouse pad ទេដោយសារតែវាល្អពេកហើយមួយទៀតគឺត្រូវការយើងអាសា clean ហើយណាមួយវាលឺសលេងដូចឆ្កូតខ្ញុំអត់សូវចូលចិត្តទេអញ្ចឹងខ្ញុំប្រើទៅលើ mouse pad ធម្មតាហើយម៉ៅនេះគឺល្អខ្លាំងមែនតើរៀងលើថ្មីស្អាតដដែលអត់មានបញ្ហាអីទេឥឡូវហ្នឹងគឺខ្ញុំខ្វះម៉ៅហើយម៉ៅនេះគឺខ្ញុំយកទៅដាក់កុំព្យូទ័រ stream របស់ខ្ញុំឯងឥឡូវខ្ញុំប្រើ dual PC អញ្ចឹងម៉ៅនេះគឺដាក់កុំព្យូទ័រ stream អញ្ចឹងមិនខ្វះម៉ៅមួយទៀតនៅដល់នេះអញ្ចឹងគឺខ្ញុំបានទិញម៉ៅថ្មីដែលសារនេះគឺខ្ញុំទិញរៀងធំជាងនឹងបន្តិចហើយអាចនឹងស្រាលជាងនឹងបន្តិចហើយសារនេះគឺវា special ខ្លាំងដោយសារតែម៉ៅសារនេះគឺខ្ញុំទិញម៉ៅ brand Razer នៅដល់នេះអញ្ចឹងខ្ញុំទិញម៉ៅ brand Razer Viper V3 Pro ហើយអានេះគឺជា Faker Edition អញ្ចឹងនៅដល់នេះសម័យមើលបើសិនជាគេដាក់រូបអ្នកនរគ្នានៅលើ brand ម៉ៅមួយដែលល្បីហើយធំខ្លាំងមែនតើហើយគេដាក់ថាអ្នកនរគ្នាឈ្នះពានរង្វាន់គេដាក់ statement នៅលើហ្នឹងយកហ្មងអញ្ចឹងលយខ្លាំងមែនតើនេះគេដាក់ 5 time world champion ហើយនៅក្នុងហ្នឹងមាន8 title ខ្ញុំមិនមែនជាអ្នកលេង League of Legends ទេខ្ញុំលេងដែរតែខ្ញុំអត់លេងជាប់ទេខ្ញុំ player Dota ទេគ្នាយើងម៉ៅនេះពីមុនខ្ញុំឆ្ងល់ថាចំម៉ៅរបស់ Faker ប៉ុន្តែនេះខ្ញុំឆ្ងល់ថាចេះអ្នកនរគ្នាម៉ៅហ្នឹងរបស់ Faker ប៉ុន្តែហេតុអីមិនគេដាក់រូបនេះខ្ញុំអត់យល់ថារូបហ្នឹងរួចគេប៉ុន្តែតើដឹង nickname របស់ Faker អូខេខ្ញុំយល់ហើយថាហ្នឹងគឺជា Faker ហើយឈ្មោះគាត់លយខ្លាំងមែនទេអាប៉ែតហ្នឹង cool មែនតើមកអញ្ចឹងឥឡូវតើខ្ញុំធ្វើការបបើកបោកម៉ៅទាំងអស់គ្នានៅដល់នេះជាស្រ័យផងមកឃើញខ្ញុំមកដោយសារតែខ្ញុំអត់ទាន់មានភ្លើងទេកំងមកចិនម៉ៃយូដល់ក៏តមកដល់នឹងដល់នេះចឹងឥឡូវខ្ញុំបើកកាត់ប្រອບវាបានអីអូម៉ែបើកមកនៅលើយកហ្មងម៉ែនេះបើកមកនៅលើយកហ្មងអូម៉ែក្លិនហ្នឹងឈ្ងុយក្លិនហ្នឹងគ្រោះថ្នាក់ឈ្ងុយអូម៉ែស្រាលជាង Logitech ទៀតស្រាលជាង G Pro ទៀតស្រាលមែនតើមកគ្នាហ្នឹងដល់នេះរូបរបស់វាអូម៉ែជឿនហ្មងនេះ Unbreakable Demon King ហើយនេះមានសញ្ញារបស់ Faker មួយហើយជាមួយនឹងAssault Razer នៅការបកថង់វាមកហូបកមកដូចឆ្វាច់មកអានេះបើនៅក្នុង G Pro គេហៅ Light Speed តែខ្ញុំអត់ដឹងអានឹងហៅស្អីគេទេអ្នកនរគ្នាជាស្អីផងបាទនេះយើងមានអាដុំRazer ហ្នឹងយើងដោត USB យើងចូលដោត Type C ចូលទៅអូហ្នឹងឯងអ្នកនរគ្នាភ្លេចប្រាប់មួយទៀតអញ្ចឹងនៅខាងក្នុងប្រអប់ហ្នឹងគេមានខ្សែ cable របស់គេខ្សែ USB C ហើយជាមួយនឹងនេះរូប Faker បាទអូ no ណាគេ fan Faker ទិញទៅត្រូវហ្នឹងកើវ៉ាវប៉ុន្តែខ្ញុំចង់ទិញ Seasonal Edition ទេតែឃើញ Faker វាតំណងពេកទិញយក Faker ហ្មងចឹងយកស្នេហ៍ដល់គ្នាបើសិនជាគ្នាយើងកំពុងតែរមើលម៉ៅដែលមិនថ្លៃពេកហើយក៏មិនថោកពេកចឹងខ្ញុំរីកមិនម៉ៅ2ហ្នឹងតែខ្ញុំអត់តហ៊ានរីកមិននេះទេច្រឡំរីកមិន2ហ្នឹងចឹងខ្ញុំរីកមិនម៉ៅនេះថាតែម៉ៅនេះគឺខ្ញុំប្រើបានមួយឆ្នាំដែរចឹងវាស្រួលប្រើវាប៉ិនដៃខ្ញុំយកហ្មងខ្ញុំអាចថាបើសិនជាគ្នាដៃទូចចូលចិត្តម៉ៅទូចម៉ៅនេះគឺត្រូវហើយចឹងបើសិនជាចូលចិត្តរៀងធំបន្តិចថាយកនេះត្រូវតែដូចគ្នាទាំងពីរនឹងស្រាលដូចគ្នាចឹងខ្ញុំនឹងធ្វើការតេស្តអានេះសិនចាំខ្ញុំនឹងប្រាប់ក្រោយហើយខ្ញុំមាន channel YouTube មួយទៀតដែលខ្ញុំនឹង review របស់ដែលខ្ញុំប្រើដូចជា computer ដូចជា CPU ដូចជា mouse pad កន្លះ mouse pad ជាមួយនឹង mouse keyboard អីផ្សេងៗចឹងកុំភ្លេចចុច subscribe ផងហើយខ្ញុំនឹងផុសវីដេអូ back ទៅផុសវីដេអូមួយវិញអញ្ចឹងyes ចាំជួបគ្នានៅវីដេអូបន្ត